Chốt đo được ca bay tong ta bông ô từ bùa kia đã mặt trip ấy hay từ lấy ô sao hayในក្នុងវីដេអូនេះខ្ញុំសូមណែនាំពីទឹកធ្លាក់មួយកន្លែងដែលស្ថិតនៅក្នុងឃុំអូសោមហើយខ្ញុំលេងទឹកដីឃុំអូសោមនេះដូចជាច្រើនដងដែរប៉ុន្តែអាចដឹងថានៅឃុំអូសោមនេះមានទឹកធ្លាក់ដ៏ស្រស់ស្អាតហើយទឹកធ្លាក់នៅក្នុងឃុំអូសោមនេះមិនត្រឹមតែមានមួយកន្លែងទេគឺមានច្រើនកន្លែងមែនទែនហើយនៅមិនឆ្ងាយពីស្ពានដែលខ្ពស់ជាងគេនៅកម្ពុជានោះទេហើយទឹកដីអូសោមនេះគឺអំណោយផលមែនទែនទាក់ទងទៅនឹងធនធានធម្មជាតិក៏ដូចជាទេសភាពដ៏ស្រស់ស្អាតហើយមានទឹកមានអូរមានទឹកធ្លាក់ហើយបងប្អូនដែលមកលេងទីនេះគឺមិនពិបាកអីទេហើយការធ្វើដំណើរក៏ស្រួលដែរហើយបងប្អូនធ្វើដំណើរតែដោយសារតែនៅរដូវកាលនេះជារដូវកាលបែកតងទៀតធម្មជាតិគឺខៀវស្ងាត់មែនទែនហើយតាមដងផ្លូវនៃការធ្វើដំណើរនេះគឺមានភាពស្រស់ស្អាតមែនទែនហើយទឹកដីអូសោមនេះគឺខ្ញុំមកញឹកញាប់ផងដែរប៉ុន្តែដឹងថានៅអូសោមនេះមានទឹកធ្លាក់ដ៏ស្រស់ស្អាតបែបនោះទេហើយអូសោមមិនមែនមកហួរទៅហួរទៀតទេដោយសារតែនៅអូសោមនេះមានទឹកធ្លាក់ច្រើនកន្លែងមែនទែនហើយនៅក្នុងវីដេអូនេះខ្ញុំសូមណែនាំពីទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់ថ្លាមថ្មខ្មៅហើយមិនឆ្ងាយពីស្ពានដែលខ្ពស់ជាងគេនោះទេបងប្អូនហើយបងប្អូនដែលមកដល់ស្ពានដេកចូលសន្តិភាពឬស័យជ្រុំបងប្អូនអាចសួរលោកពូដែលជាអ្នកមើលហើយដែលគាត់ប្រចាំការលើស្ពានហ្នឹងផ្ទាល់បងប្អូនអាចសួររកផ្លូវដែលទៅកាន់ទឹកធ្លាក់ថ្លើមថ្មខ្មៅទៅគាត់អាចនឹងជូនយើងទៅអាហ្នឹងយើងមានជំរឿបងប្អូនយើងអាចទៅខ្លួនឯងក៏បានឬក៏យើងអាចឲ្យគាត់ដប់ទៅក៏បានហើយបើយើងថ្មីថ្មោងឬក៏អត់ចង់ថាលំបាកអាចឲ្យគាត់ជូនទៅហើយតើទៅនឹងថ្លៃសេវាថ្លៃកម្រៃបងប្អូនជូនគាត់តាមទឹកចិត្តទៅព្រោះมันឆ្ងាយពីស្ពានដែលខ្ពស់ជាងគេនោះទេបងប្អូនហើយខ្ញុំបន្ទាប់ពីមកដល់ទីនេះផ្ទាល់ហើយខ្ញុំក៏រៀបចំធ្វើដំណើរទៅកាន់ទឹកធ្លាក់នឹងតែម្ដងបងប្អូនជីខ្ពស់កាឡានទៀបពេលនេះខ្ញុំកំពុងតែដើរទៅកន្លែងទឹកធ្លាក់មួយដែលល្បីល្បាញហើយគឺជាទឹកធ្លាក់លាក់ខ្លួននៅក្នុងតំបន់ស្ពានដេកចូលសន្តិភាពស្អីជ្រុំនៅក្នុងភូមិឆៃលុកហ្នឹងហើយមានប្រូមកខ្លាច់ទៀកបាទនេះមកក្នុងព្រៃបងប្អូនអើយរៀងស្ងប់ស្ងាត់បន្តិចអត់ឃើញទេពេញហ្មងហ៎ឃើញពេញនៅហ្មងសូមស្វាគមន៍មកកាន់វីដេអូប្លុករបស់ខ្ញុំពេលនេះខ្ញុំកំពុងតែមករកទឹកធ្លាក់មួយកន្លែងនៅក្នុងទឹកដីឃុំអូសោមហើយទឹកធ្លាក់ហ្នឹងគឺស្ថិតនៅក្នុងភូមិឆាយលុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅប៉ុន្តែអត់ទាន់ដល់គោលដៅទេសម្រាប់បងប្អូនមានឡានអាចយ៉ាក់បន្តិចចូលបានតែបន្តិចទេតែបើបងប្អូនជិះម៉ូតូអីអាចធ្វើដំណើរដល់ទីតាំងហ្នឹងហើយនៅតាមផ្លូវបងប្អូនអាចមានឃើញផ្លែឈើនេះឃើញផ្លែឈើអត់បងប្អូនគឺហើយអាកាសធាតុត្រជាក់បងប្អូននៅក្នុងព្រៃស្ងប់ស្ងាត់ឮសំឡេងសត្វយំហើយឥឡូវដល់ខ្ញុំដើរចិត្តដល់បងប្អូនឮសំឡេងតាំងតិចតិចហើយមកដល់ទីនេះគឺធ្វើឲ្យយើងស្រស់ស្រាយមែនទែនហើយធម្មជាតិធ្វើយើងអស់ទុកកង្វល់អញ្ចឹងបងប្អូនហើយឥឡូវខ្ញុំមកដល់ពាក់កណ្ដាលផ្លូវហើយឮសំឡេងទឹកហូបដើមដែរហើយក្រុមទាំងបងប្អូនមកលេងទីនេះដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុកយើងហើយក៏ដូចជាជួយឲ្យសហគមន៍គាត់រកចំណូលបន្ថែមទាក់ទងទៅលើវិស័យទេសចរណ៍បងប្អូនហើយឥឡូវនេះខ្ញុំទីមកដល់នេះរៀងយ៉ាក់តិចនេះអូខេចិត្តដល់ហើយបាទហើយនេះរៀងដើមឈើបាក់មិនតាំងថាបាក់ខ្លួនឯងឬយ៉ាងម៉េចបងប្អូនឥឡូវឮទឹកធ្លាក់ដើមដែរបងប្អូនហើយมันពិបាកបងប្អូនតែផ្លូវចុះវាមានដើមឈើបាក់ហើយមានដើមឫស្សីមានរុក្ខជាតិផ្សេងតែដូចជាมันពិបាកអីណាបងប្អូនបើបងប្អូនទុកផ្ញើឡាននៅតំបន់ស្ពានក៏បានដែរបងប្អូនឬក៏បងប្អូនជិះឡើងលើក៏បានមកស្រាប់បងប្អូនឡើងខ្ពស់តែបើឡានទៀបខ្ញុំអត់រីខមមិនឲ្យមកទេបងប្អូនហើយដោយសារតែ
រៀងខ្ពស់ដែរហើយដូចមើលនៅក្នុងវីដេអូខ្ញុំអញ្ចឹងទេតែបើជិះម៉ូតូក៏អត់ដល់ដែរតែយើងចុះដើរមកដំណាក់ទៀតអីចឹងណាបងប្អូនហើយឥឡូវឮសំឡេងទឹកដើរហើយបងប្អូនហើយរៀងហត់តែអត់ដូចជាអីទេឮសំឡេងទឹកធ្វើអារម្មណ៍យើងស្រស់ស្រាយហើយដោយសារលើកទី1របស់ខ្ញុំដែលមិនដល់ទឹកធ្លាក់តែសម្រាប់ស្ពានដូចរៀងញឹកញាប់ដែរឥឡូវធម្មជាតិឮដើមហើយបងប្អូនអូយចិត្តដល់ហើយឮសំឡេងទឹកឥឡូវកំពុងតែដើរចុះបងប្អូនឮទឹកទេវ៉ាវ cool មែនតើបងប្អូន cool អូវ៉ាវអត់មានទៀកទេមិនខ្លាចទៀកទេអូយបងប្អូនដើរម្ដងឡើងនេះប្រយ័ត្នតិចដែរព្រោះវាមិនបាយគ្រាន់តែខ្លាចយើងល្អល់អីចឹងណាបងប្អូនហើយឥឡូវឮតាក់តាហើយបងប្អូនហើយនៅតាមសងខាងនៃផ្លូវចុះហ្នឹងគឺមិនពិបាកបងប្អូនគេមានអាស័យបាំងយើងអាចដើរទប់តិចអីចឹងណាដូចនៅក្នុងវីដេអូចឹងហ្នឹងបងប្អូនអូចិត្តដល់ហើយបាទចិត្តដល់ហើយបងដល់នេះត្រូវអោនបន្តិចត្រូវចេះគោរពបើអត់គោរពទេគឺថាវ៉ាវចូលមកហ្នឹងបន្ទោពីរអើដួលឯងបងប្អូនអើយគឺថាឈឺតិចតួចប៉ុន្តែមិនធ្វើអីបងប្អូនបានឃើញសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបែបនេះគឺធ្វើឲ្យយើងនឹងអាចឈឺល្អដួលប៉ុណ្ណាប៉ុណ្ណីក៏លែងឈឺបងប្អូនហើយដួលនឹងមិនមែនដួលតែខ្ញុំទេបងប្អូនសូម្បីបិទភ័ក្រដើមឯខ្ញុំក៏គាត់ដួលដែរក៏សាច់ខ្ញុំតែគិតជុំមកក៏ដួលដែរហើយទោះបីល្អដួលឈឺប៉ុណ្ណាក៏មិនធ្វើបងប្អូនបានឃើញសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបែបនេះធ្វើយើងលែងឈឺបងប្អូនហើយធម្មជាតិនៅរដូវកាលបែកតងនេះគឺខៀវស្ងាត់ហើយមានសំឡេងទឹកធ្លាក់ហូរហើយសัตว์យំហើយចំមេឃរលឹមតិចបងប្អូនអើយធ្វើឲ្យអារម្មណ៍យើងនឹងស្រស់ស្រាយមែនតើហើយបងប្អូនអីមកលេងទីនេះអីគួរតែប្រុងប្រយ័ត្នដូចទៅនឹងកាសធាតុអីភ្លៀងអីបងប្អូនកុំធ្វើប្រហែសសោះរឿងមកដល់លេងតំបន់ទឹកជ្រោះព្រៃភ្នំអីចឹងបងប្អូនហើយធម្មជាតិខៀវស្ងាត់មានផ្កាមានព្រៃភ្នំមានរលឹមតិចចឹងធ្វើឲ្យអារម្មណ៍យើងឈៀលដល់បងប្អូនហើយកន្លែងនេះប្លង់ស្អាតមែនទេបងប្អូនថតទៅចំអិនតនូនៅអាកន្លែងថ្លើមខ្មៅអាថ្លើមខ្មៅនោះមកគេដាក់ឈ្មោះថាទឹកធ្លាក់ថ្លើមខ្មៅដោយសារមានថ្លើមនៅកណ្ដាលហើយទឹកហូរចាក់ទៅកណ្ដាលអញ្ចឹងបងប្អូនហើយកន្លែងនេះអីគឺស្អាតមែនទេបងប្អូនហើយមកដល់ទីនេះបងប្អូនទឹកធ្លាក់មិនមែនមានមួយកន្លែងគឺមាន2 3កន្លែងបងប្អូនតែថាមកដល់ទីនេះហើយបងប្អូនចិត្តស្ដាយខ້ອຍអូមិនគេថតស្អាតមកអត់ឃើញដូចគេថតបោះអីចឹងណាបងប្អូនការប៉ັດនៅទីនេះគឺមាន2 3កន្លែងបងប្អូនស្រាប់លេងទឹកបងប្អូនហើយទឹកតិចមែនទេហើយនៅដូចខ្ញុំបង្ហាញនៅក្រោយខ្នងខ្ញុំនឹងគឺមើលហុយបងប្អូនហើយទឹកហ្នឹងវាចាក់ទៅក្រោមថ្មហើយវាចេញមកក្រៅវិញបងប្អូនហើយបងប្អូនមកដល់ទីនេះអីលេងទឹកលេងអីគឺប្រុងប្រយ័ត្នហើយដោយសារនៅនេះមាន2 3កន្លែងអញ្ចឹងបងប្អូនប្រយ័ត្នថាមកដល់ទីនេះឲ្យជាស្ដាយក្រោយអីចឹងណាបងប្អូនទឹកដេគុំអូសោមដែរហើយពិតជាស្រស់ស្អាតមែនទែនហើយលាក់បានល្អមែនទែនហើយទឹកស្អាតមែនទែនហើយខាងនោះក៏មានទឹកលេងដែរបងប្អូននិយាយរួមទៅមានទឹកលេងទាំងអស់ហើយកន្លោះណាក៏មានទឹកលេងដែរម្ដងនេះគឺមាន2កន្លែងបងប្អូនតែអត់ដឹងថាមកមានតែមួយកន្លែងក៏ពិតមាន2កន្លែងតិចបងប្អូនមកដល់ទីនេះអត់ដឹងថាទីនេះមាន2កន្លែងទេបងប្អូនប្រយ័ត្នស្ដាយក្រោយព្រោះអាមួយកន្លែងនេះលេងស្រួលហើយវាម្យ៉ាងម្នាក់ដែរបងប្អូនហើយតែយ៉ាងណាយ៉ាងណីក៏គួរតែប្រុងប្រយ័ត្នដែរពិសេសពេលភ្លៀងបងប្អូនត្រូវឆាប់ឡើងហើយទឹកធ្លាក់ដ៏ខៀវស្ងាត់បែបនេះមិនគួរណាលាក់ខ្លួនដល់ម្លឹងទេបងប្អូនដូចខ្ញុំទៅលេងអូសោមទៅជាញឹកញាប់ដែរបងប្អូនទៅដឹងថានៅអូសោមនេះមានទឹកធ្លាក់ច្រើនកន្លែងហើយខ្ញុំព្យាយាមទៅអូសោមញឹកញាប់បន្តិចដើម្បីផ្ដិតវីដេអូផ្ដិតរូបភាពពីទឹកធ្លាក់ពីមួយកន្លែងទៅមួយកន្លែងចែកជូនបងប្អូនទស្សនាបងប្អូនហើយដើម្បីលើកស្ទួយដល់សហគមន៍ក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់នោះឲ្យគាត់មានការងារធ្វើដូចជាគាត់លក់ទាក់ទងនឹងបន្លែផ្លែឈើអីចឹងបងប្អូនហើយណាមួយនៅអូសោមនេះគឺសម្បូរមែនទែនដូចទាក់ទងនឹងផ្លែឈើទាក់ទងទៅនឹង
ផ្លែឈើដូចតងតារ៉េនបើសាវម៉ៅអីផាសិននេះគឺសម្បូរមែនតែបងប្អូនហើយបងប្អូនមកដល់ទីនេះអីអាចយកអីមកញ៉ាំនៅនេះបានប៉ុន្តែបងប្អូនគួរតែថែរក្សាបរិស្ថានដែរព្រោះបរិស្ថានសំខាន់ណាស់បងប្អូនកាលណាយើងមកលេងហើយយើងបោះចោលទីដែលស្អាតហើយអ្នកក្រោយមកចេះតែបោះចោលទៅវាទៅជាលេងស្អាតចឹងបងប្អូនហើយសង្ឃឹមថាបងប្អូនមកដល់ទីនេះអីនាំគ្នាថែរក្សាបរិស្ថានព្រោះកតាបកិច្ចរបស់យើងក្នុងនាមជាបរិវត្តទោះបីយើងមិនបានជួយជាតិអីធំដុំក៏យើងជាចំណាយតូចនៅក្នុងការជួយជាតិតាមរយៈអីគេតាមរយៈចេះថែរក្សាប្រទេសជាតិដូចតទៅនឹងមកលេងតំបន់ទេសចរអីចឹងទៅយើងគឺយកអីមកហូបអីយើងអាចយកទៅវិញយកទៅលើវិញតែអញ្ចឹងណាមកយកទៅដុតចោលឬដាក់ធុងស្រាមឲ្យត្រឹមត្រូវទៅព្រោះតទៅទឹកដីខេត្តពោធិ៍សាត់នេះគឺសម្រាប់បងប្អូនអើយគេយកចិត្តទុកដាក់ខ្លាំងណាស់ពិសេសតាមផ្លូវនិយាយខ្លះគឺនៅក្នុងភូមិសាស្ត្រទឹកដីពោធិ៍សាត់នឹងតែម្ដងសម្រាប់អីបងប្អូនសាកជិះតាមផ្លូវជាតិលេខ5ឬក៏ផ្លូវជាតិលេខ55ឬក៏ផ្លូវជាតិលេខ10ឲ្យបងឃើញហើយទឹកដីពោធិ៍សាត់ហ្នឹងគឺតាមដងផ្លូវគឺมันមានសម្រាប់ទេបងប្អូនបើមានក៏តិចតួចដែរហើយភាគច្រើនមានហ្នឹងមិនមែនអ្នកពោធិ៍សាត់អ្នកបោះទៀតភាគច្រើនគឺអ្នកពីចម្ងាយបងប្អូនដែលគាត់មកលេងទីនជិះកឡានកាត់គាត់ចេះតែកវិសបោះអីចឹងបងប្អូនហើយបងប្អូនមកដល់ទឹកដីខេត្តពោធិ៍សាត់អីតើទៅនឹងសម្រាប់តើទៅឲ្យបងប្អូននោះគ្នាវិកខ្ចប់ឲ្យស្រួលបួរឬក៏យកទៅដាក់ធុងសម្រាប់ត្រឹមត្រូវទៅបងប្អូនព្រោះនៅក្នុងភូមិសាស្ត្រថានៅស្រុកវាវៃឬក៏បាកានឬក៏ស្រុកផ្សេងបងប្អូនគឺតាមដងផ្លូវគឺមានធុងសម្រាប់ត្រឹមត្រូវបងប្អូនអាចដាក់ឲ្យត្រឹមត្រូវទៅព្រោះទឹកដីខេត្តពោធិ៍សាត់ហ្នឹងគឺជាទឹកដីដែលសម្បូរដោយធនធានធម្មជាតិហើយអំណោយផលមែនតែនពិសេសស្រុកវាវៃនឹងតែម្ដងហើយពោធិ៍សាត់នេះគឺនៅស្រុកវាវៃហ្នឹងគឺល្បីល្បាញមែនតែនទៅនៅភ្នំ1500ភ្នំទំព័រឬក៏អូសោមហើយក្នុងវីដេអូនេះខ្ញុំនិយាយពីអូសោមដោយសារតែអូសោមក៏ជាគោលដៅទេសចរមួយដ៏ធំដែរមិនដូចការពីមុនមកទៅហួសទេតែអូសោមលើគឺជាអូសោមដែលទៅហើយគឺជាប់កែងនៅនឹងហ្មងដោយសារតាលងស្រឡាញ់នឹងធម្មជាតិដ៏ស្រស់ស្អាតបែបនេះហើយមិនងាយបានមកស្គាល់ទស្សនវិជ្ជាបែបនេះហើយបងប្អូនមកដល់ទីនេះអីអាចឈៀលជាមួយមិត្តភ័ក្តិឬក៏បងប្អូនអីចឹងជុំគ្នាអីលេងទឹកត្រជាក់អារម្មណ៍ធ្វើឲ្យអារម្មណ៍នេះស្រស់ស្រាយហើយធម្មជាតិខៀវស្ងាត់បែបនេះហើយចំភ្លៀងរលឹមតិចអីចឹងទៀតធ្វើឲ្យអារម្មណ៍យើងអស់ទុក្ខកង្វល់បន្ទាប់ពីយើងនឿយហត់ជាមួយការងារអីចឹងណាបងប្អូនដោយសារយើងធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យយើងអាច stress ច្រើនជាមួយនឹងការងារអញ្ចឹងទៅយើងបានមកលេងទីនេះហើយរំសាយអារម្មណ៍ឬក៏និយាយពីនេះពីនោះឬក៏បោះតង់កំសាន្តអីហើយណាមួយខ្ញុំមិនរីខមមិនឲ្យបោះតង់នៅទឹកធ្លាក់ទឹកជ្រោះបែបនេះទេបងប្អូនដោយសារតាពេលភ្លៀងវាអាចហូរខ្លាំងកាលណាខ្លាំងវាមានបញ្ហាអីចឹងបងប្អូនព្រោះឃើញមួយរយៈនេះគឺបងប្អូនទៅដំណើរកំសាន្តអីគឺជួបទឹកចំនួនភ្លៀងខ្លាំងអីចឹងហ្នឹងបងប្អូនហើយសម្រាប់អ្នកដែលគាត់ដើរព្រៃភ្នំញញប់មិនជាបញ្ហារបស់គាត់ទេអាចថាជារឿងធម្មតារបស់គាត់ហើយសម្រាប់អ្នក adventure យូរវែងស្អែសម្រាប់អ្នកថ្មីថ្មោងគួរតែប្រុងប្រយ័ត្នព្រោះយើងដើរលេងយើងមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយជួបគ្នានៅវីដេអូក្រោយបាយបាយបងប្អូន